តារាល្បីប្រចាំតំបន់ចេញមកឲ្យបងប្អូនអើយទៅរំបានគេហូបហើយយើងអត់បានហូបវាស្ដាយអញ្ចឹងណាបងប្អូនហើយឡដៃនឹងអត់ភ្លេចច្រឡំរហូតដៃនឹងបងខ្ញុំគិតថាអ្នកមកមើលតារាល្បីប្រចាំស្រុកឆែបយើងផងចាមួយឆ្នាំមានម្ដងគឺថាគេឡើងឆាកអាក្រឹកក្រែងបងប្អូនហើយខ្ញុំនេះបែរជាមកហូបក្រោយគេបងប្អូនអើយវិសនឹងវាហាមាត់ចូលដីចូលខ្យល់តែម្ដងណាបងប្អូនតាមពិតណារាល់ឆ្នាំគឺថាវាបបោហូហៀច្រើនហើយប៉ុន្តែឆ្នាំនេះស្មោះនេះហើយអត់ទាន់បានហូបគេបងប្អូនតាមពិតវាចេញមួយសាហើយតែលើកនេះទៅចេញសាក្រោយមួយសាទៀតអញ្ចឹងលើកនេះគឺថាតាមប៉ងហូបឲ្យតតែបានមែនប៉ងម៉ាននេះបងប្អូនអើយគេយកមកលក់ដល់ផ្ទះទេសម្រាប់ហ៊ីងពងនេះបងប្អូនបើនិយាយថាចូលចិត្តខ្លាំងមិនមែនទេមិនជាចូលចិត្តអីប្រមាណណាស់ណាទេប៉ុន្តែបើមួយឆ្នាំអត់បានហូបម្ដងគឺវាខាតពេលវេលាបងប្អូនដោយសារអីបងប្អូនដឹងអត់នេះគឺជាម្ហូបប្រចាំតំបន់មួយដ៏ពិសេសពិសាលរៀងរាល់ឆ្នាំឲ្យតែដល់រដូវហូបឲ្យម្នាក់ផ្ទះណាក៏ដូចផ្ទះណាគឺថាទិញហូបគ្រប់គ្នាអញ្ចឹងបើយើងទោះបីជាមិនសូវចូលចិត្តប្រមាណក៏ត្រូវតែបានហូបគេម្ដងដែរអញ្ចឹងហើយផ្ទះខ្ញុំចាប់ផ្ដើមចាត់ការបងប្អូនអើយនេះពីអ្នកកូនទៅប្រប្រាក់ប្រព្រុងសបើមហើយឥឡូវខ្ញុំទិញបានហ៊ីង1គីឡូកែប1គីឡូខ្ញុំមិនដឹងធ្វើម៉េចគឺខ្ញុំប្រអកទឹកអំបិលវាសិនបងប្អូនគឺខ្ញុំដាក់ចូលទៅក្នុងធុងអញ្ចឹងហើយដាក់អំបិលប្រហែលកន្លះគីឡូបងប្អូនឥឡូវប្រហែលកន្លះម៉ោងក្រោយដេកតែរបស់ខ្ញុំបាត់ហើយបងប្អូនអើយអានេះឯងពិធីធ្វើរបស់ខ្ញុំមិនដឹងធ្វើមកយកទៅពេលខ្ញុំធ្វើអញ្ចឹងទៅឲ្យវាចូលអំបិលពេញខ្លួនបដ ாய் ទៅបងប្អូនអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមទៅរើសយកអាណាហ៊ីងពងយកដើម្បីមកធ្វើសឡមកជូរត្រួយ7ហូបម្ដងតែបងប្អូនអើយជាអកុសលដោយសារហ៊ីងខែនេះវាអត់សូវសម្បូរពងឬក៏អ្នកច្រកហ្នឹងគេអត់ឲ្យយើងរើសបងប្អូនមកថង1គីឡូហ្នឹងគឺមានហ៊ីងពងប្រហែលជា3 4ហ៊ីងប៉ុណ្ណឹងឯងដល់មិនធ្វើម៉េចបើយើងចង់ហូបហើយសម្រាប់ខ្ញុំគឺវិធីធ្វើរបស់ខ្ញុំគឺយកហ៊ីងទៅស្រុះទឹកក្តៅមកព្រក់ឬយកមកលាងសម្អាតអញ្ចឹងមកបងប្អូនអើយហើយអត់បានហ៊ានទុកទាំងមូលទាំងម៉ងទេកាត់ចេះចោះចេញខ្លះណាកុំឲ្យវានៅទាំងមូលទាំងកលែងកលុញអញ្ចឹងពេករួចហើយក៏សលាងសម្អាតអីស្អាតបាតអញ្ចឹងទៅក៏រៀបចំគ្រឿងក្រិចសម្រាប់ខ្ញុំស្លម្ជូរហ៊ីងឲ្យតែស្លម្ជូរហ៊ីងគឺខ្ញុំដាក់ម្ទេសហឹលណាស់បងប្អូនជូរជ្រះហើយហឹលខ្លាំងទៀតបងប្អូនអាហ្នឹងគឺជារបៀបបបធ្វើម្ហូបផ្ទះខ្ញុំហើយនេះមានអីទេគល់លក្រីលក្រូចដាក់មកឬក៏ខ្ញុំបុកម្ទេសជាមួយខ្ទឹមថែមទៀតហើយសម្រាប់ហ៊ីងគឺដល់ពេលទឹកពុះទៅខ្ញុំដាក់ហ៊ីងដាក់ប្រហុកចូលមកព្រក់អញ្ចឹងទៅហើយក៏ដាក់ប៊ីចេងមកចប់ទៅហើយអត់មានអីទេអំបិលតន្តិចទេដោយសារយើងដាក់ប្រហុកដែរហើយយើងដាក់អំបិលតន្តិចទេរួចហើយយើងក៏ស្រង់កពុះអីចេញទៅណាបងប្អូនមានអីទេធ្វើតែដូចតែស្លម្ជូរប្រេងជូរប្រងយើងដែរទេប៉ុន្តែគាត់ថានេះវាម្ជូរហ៊ីងយើងក៏ថារាំងសម្បត្តិសម្អាងបន្តិចបងប្អូនហើយសម្រាប់ខ្ញុំម្ជូរហ៊ីងគឺខ្ញុំចាំបាច់ណាស់បងប្អូនគឺត្រូវតែដាក់ម្ទេសឲ្យហឹលបងប្អូនហើយម្ជូរវិញគឺថាខ្ញុំយកធ្វើបន្លែហ្មងរាំងជូរជ្រះជូរដិតហ្មងបងប្អូនហើយសម្រាប់បងប្អូនអត់ចេះហឹលរាំងពិបាកតិចហើយដោយសារម្ជូរហ៊ីងយើងវាមិនសូវស្និទ្ធម៉ានក៏យើងដាក់ឲ្យហឹលទៅបានឆ្ងាញ់បានលះបងប្អូនដល់ពេលយើងដាក់ហឹលជូរឆ្លក់អញ្ចឹងមកមានអ្នកណាហត់ឡងលះបងប្អូនហត់ឡងបែកញើសខ្ចាយត្រុលបញ្ជាក់តិចណាបងប្អូនបន្ទាប់ពីយើងដាក់ឲ្យដឹងរសជាតិថាឈ្ងុយឆ្ងាញ់ពិសាយ៉ាងណាហើយទើបយើងដាក់ម្ទេសហើយនឹងខ្ទឹមបុកនេះចូលទៅបងប្អូនពីព្រោះពេលយើងល្ងាស់ម្ទេសយូរពេកវាអត់ឆ្ងាញ់ទេអញ្ចឹងតលតែយើងដឹងរសជាតិថាមកឆ្ងាញ់ហើយទើបយើងយកអាម្ទេសដែលបុកជាមួយខ្ទឹមនឹងដាក់ចូលទៅបងប្អូនអើយហើយចុងបញ្ចប់គឺយើងដាក់ម្រះព្រៅអូយម្រះព្រៅដាក់ច្រើនកាលណាឈ្ងុយឈ្ងប់កាលហ្នឹងបងប្អូនអើយហត់ទៅលងបែកញើសខ្ចាយត្រុលជូរជ្រះឆ្ងាញ់ណានេះបងប្អូនស្លមកជូរត្រួយ7គេដូចជាត្រង់ជាប់មាត់ស្បើមហើយនោះស្លមកជូរត្រួយ7ហ៊ីងបងប្អូនគឺថាឆ្អិនហើយបងប្អូននេះមើលសម្រាប់ខ្ញុំទៅខ្ញុំធ្វើអស់ខ្លាំងហើយបានប៉ុណ្្នឹងហើយបងប្អូនប៉ុន្តែរសជាតិកប់សេរីបងប្អូនអើយមិនមែនឆ្ងាញ់តែពងហ៊ីងទេណាចាទឹកវាហត់ទៅក៏ឆ្ងាញ់ឆ្លក់ដែរបងប្អូនសាកល្បងធ្វើតាខ្ញុំឥឡូវមកបងប្អូនមកឆ្ងាញ់ជាមួយខ្ញុំទាំងអស់គ្នានេះបងប្អូនហ៊ីងខ្ញុំហើយចាគឺរសជាតិជូរហឹលទៀតខ្ញុំធ្វើបែបហឹលហ្មងនិយាយទៅចំណូលមិនបានទេប៉ុន្តែគាត់ថានេះបាយក្តាមទៅមកឆ្ងាញ់គាត់ថាឲ្យទៅដល់ហើយយើងបានហូបវាស្ដាយអញ្ចឹងបងប្អូនឆ្លក់ហឹលដៃនឹងអត់ភ្លេចច្រឡំរហូតដៃនឹងបងខ្ញុំគិតថានេះមានពងចាដៅណាស់ឲ្យទៅលើកមកខ្ញុំមិនសាច់បងប្អូនអើយឲ្យទៅហូបចឹងដាក់តាមហឹលទៅយកទៅថាហូបនេះមកសិនហើយឈ្មោះពេកនឹងជូរនេះរសជាតិវាឆ្ងាញ់ដែរអត់ពងអូមានពងមានដែរនេះបងប្អូនពងពីពោះពីក្តៅពងពេញពោះហើយនឹងនេះពងវាបងប្អូនតែ1គីឡូហ្នឹងណាបាន1គីឡូហ្នឹងបានពងតែ3 4ពងហើយ
dạ đáy trong vài đáy tại trong khăn chuyện một tật này đậm đi nó còn cho con chanh ra luôn rồi luôn chanh cho thêm món á